A few moments later កន្លែងនេះផងដែរពួកខ្ញុំនាំគ្នាចេញដំណើរទៅអីរហូតទៅដល់កន្លែងផ្លូវកែងបត់តាមកែងនឹងឡើងទៅត្រង់រហូតយើងទៅផ្លូវយើងឆ្ងាយដែរដល់កន្លែងវាមិនឆ្ងាយណាស់ណាទេគាត់ថាវាចូលទៅយ៉ាងជ្រៅនិយាយជារួមទៅវាមិនចូលទៅជ្រៅណាទេគាត់ថាយើងជិះតែមួយផ្លែតភ្លេចខ្លួនដល់ហើយណាមួយបើយើងចេញត្រេបម៉ាប់ចេះបើយើងជិះលឿនក៏អត់សូវសុបាយដែរយើងជិះតិចបានសុបាយហើយមកដល់កន្លែងនេះដែរផ្លូវដែលយើងជិះចូលទៅវារៀងពិបាកបន្តិចប៉ុន្តែក៏វាជាបទពិសោធន៍មួយដ៏ល្អសម្រាប់ពួកខ្ញុំផងដែរនៅពេលនេះខ្ញុំនឹងតង់អត់ចង់ជាប់ព្រោះវាលាក់ពេកហើយយើងចោលប៉ុន្តែអត់អីខ្ញុំទុកចិត្តលើពូម៉ាក់ខ្ញុំហើយទេសភាពពិតជាស្អាតមែនតើណាស់នៅកន្លែងដូចនៅក្នុងវីដេអូចឹងដែរបន្ទាប់មកពួកខ្ញុំក៏មើលទៅទឹកធ្លាក់ដូចជាតំណងដល់ហើយក៏នាំគ្នាសាកបន្តិចទៅកុំឲ្យខាតខ្ញុំនិយាយមែនពេលហ្នឹងទឹកពិតជាត្រជាក់មែនហ្មងនិយាយមែនខ្ញុំគិតថាខែហ្នឹងសំតែទឹកត្រជាក់ល្មមលេងមានណាពេលសាក់លោតទៅទើបដឹងថាទឹកត្រជាក់ដូចតកកហ្មងឡើងងាវហ្មងពេលហ្នឹងមើលតែមិត្តភក្តិខ្ញុំទៅដឹងគាត់សុខចិត្តអង្គុយសោចនៅលើក៏ព្រមជួយទូហៅគាត់ជួយណាក៏គាត់អត់ជួយដែរចឹងដឹងដល់ហើយមានបងប្អូនណាមានមិត្តភក្តិដូចខ្ញុំអត់គាត់សុខចិត្តទៅអង្គុយមើលប៉ុន្តែគាត់អត់ព្រមចុះលេងទូហៅគាត់មិនក៏គាត់ព្រមចុះលេងដែរអញ្ចឹងមានអីមិត្តភក្តិខ្ញុំឲ្យជួយកាន់កាមេរ៉ាហ្មងទៅឲ្យគាត់ថតលេងរៀនថតហើយគាត់រៀនតិចតួចនិយាយមែនគាត់ឆាប់ចាប់បានហ្មងហើយកន្លែងនេះដែរពួកខ្ញុំឡើងមកលើវិញនងគ្នាអង្គុយនិយាយរឿងក្នុងឈិតនិយាយភាសាគ្នាលេងថាឆ្នាំហ្នឹងគួរធ្វើអីការអនុស្សាវរីយ៍បានច្រើនតិចព្រោះឆ្នាំក្រោយយើងត្រូវបាយគ្នាហើយឃើញពួកខ្ញុំចឹងវាមិនណាស់ណាបានទេគាត់ថានេះវាជាការចងចាំមួយអនុស្សាវរីយ៍ល្អសម្រាប់ពួកខ្ញុំដែរបើនៅកន្លែងនេះវិញខ្ញុំខំប្រាប់គាត់ហើយគាត់ហ៊ានថតហ៊ានចុចតាណាឲ្យវាច្បាស់ចឹងណាហើយគាត់អង្គុយចុចថតខ្ញុំស្មានគាត់ថតក៏ប៉ុន្តែគាត់ប្រេងខ្ញុំសោះខ្ញុំនឹងដាច់ចកេះកន្លែងហ្នឹងមើលទឹកមុខខ្ញុំទៅដឹងហើយថាពេលហ្នឹងគេដាច់ចកេះសាហាវដែរណាព្រោះយើងខំធ្វើស្នាយធ្វើអីពេលចុងក្រោយគេប្រេងសោះឡើងដាច់ចកេះកន្លែងនេះគាត់ឃើញយើងមិនដាច់ចកេះអញ្ចឹងទៅគាត់ទាញយកមកថតមែនតើហើយពេលថតទៅមើលទៅអូអែមដែរទឹកដៃល្អអញ្ចឹងទៅក៏សាកប្រាប់គាត់ពីនេះពីនោះបន្តិចទៀតហើយน้องพี่ចុះលេងទឹកម្សាទៀតណាព្រោះចិត្តដល់មកទៅផ្ទះហើយកន្លែងនេះតំណងដែរព្រោះអត់ហ៊ានចុះទឹកឲ្យខ្លាចកពុបអញ្ចឹងទៅយើងសុខចិត្តដើរវៀងទៅកន្លែងទឹកអញ្ចឹងណាធ្វើចេញមករបៀបឆែហើយចេញមកវារបៀបថាលយតែសូមឲ្យបងប្អូនកុំចង់រੂតាមខ្ញុំព្រោះអត់សូវល្អហ្មងនេះគាត់ថាអានេះគាត់ថាបង្កើតអនុស្សាវរីយ៍រវាងមិត្តភ័ក្តិអញ្ចឹងណាឲ្យបានច្រើនហើយពួកខ្ញុំឲ្យតែបាននៅចិត្តគ្នាដឹងតែសម្ពោរឿងសោចខ្ញុំអត់ចេះខ្វែរឿងសោចអញ្ចឹងមែនអត់បងប្អូនព្រោះជាមទៅឲ្យតែយើងនៅចិត្តមិត្តភ័ក្តិយើងអត់ខ្វះទេរឿងនិយាយខ្ញុំចង់សួរបងប្អូនថា10ឆ្នាំមានប៉ុន្មានដងកុំសូវនៅម្នាក់ឯងច្រើនពេកយើងគួរតែមានពេលជួបជុំមិត្តភ័ក្តិឲ្យសប្បាយខ្លះទៅchặt thấy bà